បងប្អូនយើងដែលចូលចិត្តមើល food review ណាមានខឹងអត់ Twister សួរតាមត្រង់ពេលខ្លះចុងខែហើយចេះតែប្រហោះម្ហូបអាហារដែលមើលទៅទំនងហើយម្ហូបកន្លែងខ្លះមើលទៅមានតម្លៃរៀងថ្លៃទៀតក៏ប៉ុន្តែបើថាដាច់ចៃចុងខែមកកន្លែងនេះបានសុបមួយឆ្នាំតែ30000ទេញ៉ាំបានរហូតដល់4នាក់ខែធ្លាក់ខ្យល់គឺបានចូលមកដល់ពុកម៉ែបងប្អូនមិនថាព្រលឹមឡើងឬមួយក៏ល្ងាចអីទេនិយាយទៅគឺថាចេញក្រៅធ្លាក់ខ្យល់ឡើងល្ងាតែម្ដងហើយសម្រាប់ទីតាំងដែល Twister នេះគឺថាអូយល្ងាមែនតើពុកម៉ែបងប្អូនតិចអត់ណាគឺនៅម្ដុំកោះនារីពុកម៉ែបងប្អូនហើយនៅនឹងឃើញមានលក់ម្ហូបអាហារច្រើនមែនតើប៉ុន្តែក្នុងចំណោមនឹង Twister ចាប់អារម្មណ៍កន្លែងគាត់នេះដែលមានលក់អាហារច្រើនប្រភេទមែនតើផ្ដើមចេញពីមួយចាន10000រៀលឡើងទៅសម្រាប់អាហារផ្សេងណាដូចជាបុកល្ហុងអីជាដើមក៏ប៉ុន្តែសម្រាប់ស៊ុបគោនៅកន្លែងគាត់ពុកម៉ែបងប្អូនអើយនិយាយទៅគឺថា Twister recommend មែនតើដោយសារតែអាកាសធាតុត្រជាក់អញ្ចឹងនៅពេលដែលយើងដាក់ស៊ុបគោទៅគឺត្រូវមែនតើហើយ Twister ក៏មិនភ្លេចនាំ fresh tea ទៅជាមួយដែរដើម្បីឲ្យកាន់តែ fresh ព្រោះថាខ្យល់អាកាសហ្នឹងវា fresh ស្រាប់ហើយយើងដាក់ fresh tea ទៅដើម្បីឲ្យលក្ខណៈថាស្រឡះបំពង់កបន្ថែមណាហើយនេះគឺជាស៊ុបដែល Twister recommend គឺជាប្រភេទស៊ុបគោមួយឆ្នាំត្រឹមតែ30000រៀលទេក៏ប៉ុន្តែសាច់របស់គាត់ច្រើនមែនតើបន្លែមួយចានប៉ុណ្ណាណីណាហើយក្រៅពីសាច់គោឆ្អិនហ្នឹងគឺមានជាប្រភេទសាច់គោស្រស់ហ្នឹងមួយចានថែមទៀតដល់បាននិយាយទៅសម្រាប់បរិមាណប៉ុណ្នេះ Twister ញ៉ាំ2នាក់អត់អស់ទេក៏ប៉ុន្តែយើងគិតថាមួយឆ្នាំនេះ3-4នាក់អីគឺថាញ៉ាំមួយឆ្អែតតែម្ដងហើយបុកល្ហុងនេះគឺ recommend មែនតើនៅពេលដែលទៅកុំភ្លេចហៅណានិយាយទៅបុកល្ហុងនេះគឺថាប្រចាំហាងរបស់គាត់ឯងភ្ញៀវណាទៅក៏ដោយក៏កម្ររំលងណាដោយសារតែបុកល្ហុងរបស់គាត់បុកចេញមកឡើងឈ្ងុយតែម្ដងជាមួយនឹងទឹកកាពិរបស់គាត់ណាអមទៅដោយគ្រឿងសមុទ្រក្តាមបកាអីហ្នឹងគឺថាមកអស់ឲ្យពុកម៉ែបងប្អូនហើយនេះគឺជាម្ហូបផ្សេងដែលយើងអាចញ៉ាំជាមួយបាយនៅពេលដែលទៅលក្ខណៈគ្រួសារអញ្ចឹងណាប៉ុន្តែទៅទីនេះគឺយើងអាចជាពេលល្ងាចស្រូបយកខ្យល់អាកាសបរិសុទ្ធក៏បានដែរហើយនេះគឺ recommend មួយទៀតហើយជាប្រភេទពងទាកូនស៊ីឈ្វាន់ដែលគេកំពុងតែល្បីនឹងប៉ុន្តែនៅកន្លែងគាត់គឺថាដឹងចិត្ត Twister មែនតើបកសបកឲ្យស្រាច់មិនចាំបាច់ប្រឡាក់ដៃយើងញ៉ាំទឹកក្តៅទៅគឺថាកាន់តែចូលជាតិជាមួយនឹងអាកាសធាតុត្រជាក់ហើយនេះគឺត្រូវមែនតើនៅពេលដែលយើងដាក់លក្ខណៈថាឈាអញ្ចឹងណាយើងអាចក្លែមបានហើយដោយដែលពុកម៉ែបងប្អូនបានដឹងអញ្ចឹងនិយាយទៅម្ដុំកោះនារីមហូបអាហារអីលក់ច្រើនមែនតើប៉ុន្តែនៅពេលដែលពុកម៉ែបងប្អូនទៅដល់កុំភ្លេចទៅកន្លែងគាត់គឺនៅមុខកន្លែងក្លឹប VC ហ្នឹងពុកម៉ែបងប្អូនដែលមានឈ្មោះថាគោដៅចាស់អញ្ចឹងយើងអាចទៅគោដៅចាស់ដើម្បីរំលឹកអនុស្សាវរីយ៍បានហើយនៅកន្លែងគាត់គឺចាប់ផ្ដើមបើកលក់ពីម៉ោង3រសៀលរហូតដល់ម៉ោង12យប់អញ្ចឹងចន្លោះពេលហ្នឹងពុកម៉ែបងប្អូនអាចទៅបានណាជាពិសេសនៅពេលដែលយើងញ៉ាំស៊ុបនៅពេលយប់អាកាសធាតុត្រជាក់អីហ្នឹងគឺកាន់តែត្រូវតែម្ដងហើយពុកម៉ែបងប្អូនកុំភ្លេចទៅភ្លក់វីដេអូយើងមានតែប៉ុណ្្នឹងទេបាយ